ចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកឡើងពីប្រធានបទតាក់ទងជាមួយនឹងការប្រើប្រាស់ទឹកអនាម័យឲ្យបានត្រឹមត្រូវព្រមទាំងការជ្រើសរើសទឹកអនាម័យឲ្យបានត្រឹមត្រូវមុនទៅដល់ប្រធានបទរបស់យើងគួរតែដឹងថាតើទ្វារមាសស្ត្រីរបស់យើងមាន pH ចន្លោះប្រមាណជាទូទៅគឺទ្វារមាសស្ត្រីគឺមាន pH ចន្លោះ3.8ទៅ4.5ហើយក៏មានប្រព័ន្ធការពារធម្មជាតិរបស់យើងនៅកន្លែងទ្វារមាសនឹងផងដែរអញ្ចឹងយើងសង្កេតមើលទៅថានៅពេលដែលយើងបន្ទាប់ពីយើងរួមភេទឬក៏បន្ទាប់ពីយើងបរិភោគចំណីអាហារណាដែលមិនល្អយើងឃើញថាមានការធ្លាក់សច្រើនដែរនេះគឺជាសកម្មភាពដែលរាងកាយរបស់យើងជំរុះមេរោគឬក៏កាកសំណល់ចេញពីរាងកាយហើយយើងក៏ត្រូវមើលសភាពនៃសរបស់យើងដែរបើសិនជាការធ្លាក់សរបស់យើងមិនមានក្លិនមិនមានពណ៌ឬក៏មិនរមាស់អីទេបានថាជាការធ្លាក់សធម្មតាមិនមែនជាការបង្ករោគដោយមេរោគឬក៏បាក់តេរីអ្វីទេដូច្នេះយើងមិនបាច់ទទួលការព្យាបាលឬក៏មិនបាច់ទៅរកគ្រូពេទ្យនោះឡើយថ្ងៃនេះខ្ញុំនឹងលើកឡើងទឹកអនាម័យចំនួន5ប្រភេទដែលស័ក្តិសមចំពោះស្ត្រីដែលគាត់មានបញ្ហាទៅតាមប្រភេទនៃទ្វារមាសរបស់គាត់ទី1គឺទឹកអនាម័យដែលគេហៅថា Daily Feminine Wash គឺទឹកអនាម័យដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃគឺត្រូវមាន pH ពីចន្លោះ3.5ទៅ4.5ដែលជា pH មួយយើងអាចប្រើប្រាស់ជាប្រចាំថ្ងៃបានប៉ុន្តែមួយថ្ងៃយើងប្រើប្រាស់តែម្ដងគត់ហើយនៅក្នុងទឹកអនាម័យនោះផងដែរត្រូវប្រកាសថាវាគ្មានសារធាតុក្លិនគ្មានសារធាតុអាល់កុលហុលឬក៏គ្មានសារធាតុបន្ថែមអ្វីផ្សេងៗនោះឡើយទី2គឺទឹកអនាម័យសម្រាប់អ្នកដែលមានស្បែកងាយរលាកឬក៏រមាស់ដែលគេហៅថា sensitive skin អញ្ចឹងទឹកអនាម័យប្រភេទហ្នឹងគឺវាគ្មានក្លិនជាមួយនឹងគ្មានពណ៌ផងដែរហើយបើសិនជាគាត់ប្រើប្រាស់ទឹកអនាម័យហ្នឹងដំបូងគាត់អាចប្រើប្រាស់មួយដងក្នុងមួយថ្ងៃបន្ទាប់មកបើសិនជាគាត់លេងរមាស់ហើយគាត់អាចប្រើប្រាស់មួយថ្ងៃរំលងមួយថ្ងៃគឺមួយសប្តាហ៍គាត់ប្រើរយៈគាត់ប្រើតែ2ទៅ3ដងបានហើយគឺបើសិនជាយើងប្រើច្រើនពេកវាអាចធ្វើឲ្យតំបន់ទ្វារមាសរបស់យើងកាន់តែស្ងួតឡើងទី3គឺប្រភេទmoisturizing feminine wash គឺជាទឹកអនាម័យប្រភេទតសំណើមដែលវាមានសារធាតុដូចជា glycerin ឬក៏ aloe vera វាស័ក្តិសមបំផុតសម្រាប់ស្ត្រីដែលគាត់ចិត្តអស់រដូវឬក៏ក្រោយអស់រដូវព្រមទាំងចំពោះស្ត្រីដែលគាត់មានអារម្មណ៍ថាគាត់ស្ងួតឬក៏រាងក្តៅកន្លែងតំបន់ទ្វារមាសរបស់គាត់ទឹកអនាម័យនេះក៏គាត់អាចប្រើជាប្រចាំបានដែរប៉ុន្តែគ្រាន់តែមួយថ្ងៃយើងប្រើតែម្ដងបានហើយទី4គឺប្រភេទទឹកអនាម័យដែលមានគេហៅថា lactic acid ឬក៏ lactic probiotic ឬក៏យើងហៅថា lactic acid feminine wash ឬក៏ lactic acid probiotic feminine wash គឺជាគឺជាទឹកអនាម័យមួយដែលវាជួយរក្សា pH នៃបាក់តេរីល្អនៅកន្លែងតំបន់ទ្វារមាសរបស់យើងហើយមួយវិញទៀតវាក៏ជួយបង្កើននៅបាក់តេរីល្អនៅតំបន់ទ្វារមាសរបស់យើងផងដែរប៉ុន្តែវាមិនមែនជាថ្នាំដើម្បីព្យាបាលមេរោគអ្វីនោះទេទី5គឺទឹកអនាម័យដែលវាមានសារធាតុប្រឆាំងបាក់តេរីឬក៏យើងហៅថា antiseptic ឬក៏ antibacteria ទឹកអនាម័យនេះគឺយើងប្រើតែរយៈពេលដែលយើងធ្លាក់សដែលបង្ករោគដោយបាក់តេរីតែប៉ុណ្ណោះហើយវាអត់ស័ក្តិសមចំពោះការប្រើប្រចាំថ្ងៃទេព្រោះអីវាអាចសម្លាប់ទាំងបាក់តេរីល្អរបស់យើងផងដែរដូច្នេះយើងអាចប្រើវាមួយថ្ងៃរំលងមួយថ្ងៃឬក៏មួយសប្តាហ៍ប្រើវាតែ2ដងបានហើយតទៅនេះយើងនឹងនិយាយអំពីរបៀបនៃការលាងទឹកអនាម័យឲ្យបានត្រឹមត្រូវគឺយើងគ្រាន់តែយកទឹកអនាម័យហ្នឹងចាក់លើដៃតែបន្តិចហើយយើងយកវាលាយទឹកបន្តិចលាងនៅតំបន់ទ្វារមាសរបស់យើងបន្តែលាងតែផ្នែកខាងក្រៅវាហាមដាច់ខាតគឺលូកចូលខាងក្នុងហើយបន្ទាប់មកយើងត្រូវលាងទឹកឲ្យស្អាតលាងទឹកឲ្យរាងច្រើនបន្តិចឲ្យយើងប្រកាសថាកន្លែងហ្នឹងគឺស្អាតហើយយើងត្រូវយកกระดาษឬក៏យកកន្សែងមកផ្ដិតកន្លែងហ្នឹងឲ្យស្ងួតហាមទុកឲ្យវាសើមសោះហើយបើសិនជាយើងគ្មានបញ្ហាអីទេអត់មានរមាស់អត់មានធំក្លិនអត់មានធ្លាក់សអីទាំងអស់ហើយយើងចង់ប្រើប្រាស់ទឹកអនាម័យអញ្ចឹងខ្ញុំ recommend ឲ្យមួយសប្តាហ៍ប្រើតែ2ដងបានហើយប៉ុន្តែបើសិនជាយើងអឺអត់មានបញ្ហាខាងលើដូចគ្នាប៉ុន្តែយើងជាអ្នកហាត់កីឡាឬក៏ហាត់ប្រាណខ្លាំងដែលធ្វើឲ្យមានការបែកញើសខ្លាំងឬក៏អ្នកធ្វើការនៅរោងចក្រឬក៏កម្មករសំណង់ដែលគាត់មានការបែកញើសខ្លាំងគាត់អាចលាងជារៀងរាល់ថ្ងៃហើយមួយថ្ងៃលាងតែម្ដងបានហើយមួយវិញទៀតចំពោះអ្នកដែលគាត់គ្មានបញ្ហាសោះហើយគាត់អត់ចង់លាងទឹកអនាម័យអាហ្នឹងក៏ជាជម្រើសល្អដែរបើសិនជាទ្វារមាសរបស់យើងគឺគ្មានបញ្ហាអត់មានបញ្ហាបករោគឬក៏ធ្លាក់សអីទេយើងអាចលាងជាមួយទឹកធម្មតាក៏វាស័ក្តិសមសម្រាប់យើងដែរអ្វីដែលខ្ញុំចង់ផ្ដាំទៅអ្នកទាំងអស់គ្នាត្រូវចងចាំថាគ្រប់ពេលវេលាដែលយើងចូលបន្ទប់ទឹកមិនថាចូលបន្ទប់ទឹកសាធារណៈឬក៏បន្ទប់ទឹកធម្មតាទេបើសិនជាគេមានទឹកសម្រាប់ឲ្យយើងសម្អាតយើងគួរតែសម្អាតឲ្យស្អាតហើយយើងផ្ដិតឲ្យស្ងួតប៉ុន្តែបើសិនជាករណីយើងគ្មានទឹកសម្អាតទេយើងអាចចូលជាក្រដាសទៅផ្ដិតកន្លែងហ្នឹងមិនមែនជូតទេគ្រាន់តែផ្ដិតកន្លែងហ្នឹងឲ្យស្ងួតបានហើយប៉ុន្តែបើករណីមានទឹកសម្អាតយើងកុំប្រើតែក្រដាសផ្ដិតយើងគួរតែសម្អាតឲ្យស្អាតអាហ្នឹងវាជៀសវាងការបង្ករោគដោយបាក់តេរីឬក៏មេរោគពីទឹកនោមរបស់យើងផងពីកន្លែងដែលយើងបត់ជើងផង
ហើយមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាដូចជារមាស់ខ្លាំងមានធំក្លិនខ្លាំងឬក៏ធ្លាក់ទឹករំអិលខុសប្រក្រតីអ្នកទាំងអស់គ្នាមិនអាចប្រើប្រាស់ទឹកអនាម័យដើម្បីជាមធ្យោបាយក្នុងការព្យាបាលបានទេអ្នកទាំងអស់គ្នាគួរតែទៅមន្ទីរពេទ្យដើម្បីពិគ្រោះជាមួយគ្រូពេទ្យឬក៏គាត់គ្រូពេទ្យនឹងយកសំណាក់ធ្លាក់សរបស់អ្នកទាំងអស់គ្នាទៅមើលដើម្បីវិភាគថាតើវាជាការបង្ករោគដោយផ្សិតដោយបាក់តេរីឬក៏ដោយប៉ារ៉ាស៊ីតអីមួយដើម្បីទទួលបានការព្យាបាលឲ្យទាន់ពេលវេលាពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបើមានចម្ងល់អីអាចសាកសួរនៅក្នុងខមមិននេះបានជួបគ្នានៅវីដេអូក្រោយបាយបាយ